អង្គពិធីតែមួយបានជាថាខេត្តកំពង់ចាមយើងគឺជាខេត្តក្របលេខ1គំរូសូមអរគុណបាទនៅក្នុងនោះផងដែរគឺខ្ញុំជួនលីវៃសានគឺជាប្រធានមន្ត្រីគំរូប្រចាំព្រះរាជាណាចក្រកម្ពុជាលេខ1ហើយនៅក្នុងខេត្តកំពង់ចាមយើងក៏យើងមាននាយកដែលទទួលបានជ័យលាភីល្អចំនួន7នាក់សូមអរគុណបាទគ្រូបង្រៀនល្អមានចំនួន10នាក់គ្រូបង្រៀនល្អផ្នែកភាសាខ្មែរមានចំនួន11នាក់គ្រូបង្រៀនល្អផ្នែកគណិតវិទ្យាដែលទទួលពានចំនួន9នាក់សាលាបរិស្ថានស្អាតទទួលពានចំនួន3សាលាដែរសាលាដែលទទួលបានស្តង់ដារគម្រោងសម្រាប់ឆ្នាំ2025នេះមានចំនួន16សាលាសាលាផ្ដល់សេវាសាធារណៈគំរូយើងទទួលបានលេខ6និងលេខ7ចំនួន2សាលាផងដែរហើយសិស្សពូកែខេត្តកំពង់ចាមយើងបានជាប់ចំណាត់ថ្នាក់លេខ2ទូទាំងប្រទេសក្នុងនោះយុវជនចំនួន2នាក់ដែលមកពីស្រុកព្រៃឈើផងដែរប្រទេសព្រៃឈើទាំង2នាក់គឺជាប់លេខ2ទូទាំងប្រទេសហើយនឹងលេខ4មកពីវិទ្យាល័យព្រះសីហនុអ្វីដែលជានេះទៅទៀតកាលពីឆ្នាំទៅខេត្តកំពង់ចាមយើងទទួលបានពានឯកហ៊ុនសែនកោបនៅក្នុងឆ្នាំ2024-25នេះខេត្តកំពង់ចាមយើងទទួលបានពានហ៊ុនសែនកោបជាប់ចំណាត់ថ្នាក់លេខ2ទៅទាំងប្រទេសចំណែកមិនទាន់អស់ជ័យលាភីទេជ័យលាភីដែលអស្ចារ្យមួយទៀតគឺខេត្តកំពង់ចាមទទួលបានជ័យលាភីលេខ2ទូទាំងប្រទេសផ្នែកកម្មវិធីបច្ចេកដេញដោលតែយើងឃើញថាខេត្តកំពង់ចាមយើងទទួលបានពានជ័យលាភីជាសន្តិប្រកបដោយលោកស្រីដែលបានឃើញនៅពេលនេះក៏ប៉ុន្តែពានទាំងអស់នេះគឺមកអត់បានគ្រប់គ្រាទេយើងយកប្រហែលជាចំនួន42ពានមកនៅទីនេះតែប៉ុណ្ណោះហើយសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាយដាមអភិបាលខេត្តដែលជួយជំរុញនិងលើកទឹកចិត្តដល់វិស័យអប់រំយុវជននិងកីឡាខេត្តកំពង់ចាមលោកស្រីនៃរដ្ឋបាលក្រុងស្រុកប្រធានការឡាយអប់រំយុវជននិងកីឡាក្រុងស្រុកលោកនាយកនេតិការបុគ្គលិកនៃមន្ត្រីអប់រំយុវជននិងកីឡាខេត្តកំពង់ចាមទាំងអស់ដែលបានបូជាកម្លាំងកាយកម្លាំងចិត្តធ្វើយ៉ាងណាឲ្យវិស័យអប់រំយុវជននិងកីឡាខេត្តកំពង់ចាមយើងទទួលបានជ័យលាភីយ៉ាងសន្ធឹកសន្ធាប់នាពេលនេះហើយក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរដែនដីដែលបានសម្របសម្រួលឲ្យកម្មវិធីយើងដំណើរការនាពេលនេះហើយក៏សូមគោរពជូនពរលោកស្រីមន្ត្រីរាជការនៃក្រសួងអប់រំយុវជននិងកីឡាជាពិសេសគឺមន្ត្រីអប់រំយុវជននិងកីឡាទាំងអស់សំប្រកបដោយពុទ្ធពរតែមួយប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងវាឡើយសូមអរគុណបាទអញ្ចឹងចូលដល់កម្មវិធី